Lero Sicilian ពាក់ item បែបណារក stack បានលឿនហើយប្រើ mana អត់ចេះអស់ស្របពេលដែលទៅបាន skin ថ្មីខ្មៅណាហើយក៏មកប្រាប់ពីបទពិសោធន៍ដែលខ្ញុំធ្លាប់លេងនឹង build item ទៅលើ Hero Sicilian នេះដែរបញ្ជាក់ខ្ញុំមិនមែន pro player Sicilian ទេគ្រាន់តែយកអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់យកមកប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងនៅ early game item ដំបូងដែលយើងត្រូវពាក់ហ្នឹងគឺស្បែកជើង mana មួយសិនមកដើម្បីប្រើ skill នៅ early game ហ្នឹងមាន mana ផ្គត់ផ្គង់បានគ្រប់គ្រាន់ហើយមួយ game នេះខ្ញុំអត់មាន recall ទៅផ្ទះសូម្បីតែម្ដងអញ្ចឹង item ទី2បន្ទាប់ពីស្បែកជើងគឺនិយាយឲ្យគ្នាយើងងាយយល់គឺសភៅហ្នឹងគឺល្អខ្លាំងសម្រាប់ Hero Sicilian គឺអត្ថប្រយោជន៍របស់វាគឺ regen mana 5-10% រាល់10វិនាទីនិង cooldown ទៅលើ skill 20% អញ្ចឹងងាយស្រួលក្នុងការ farm stack ឲ្យបានលឿនត្រូវខ្លាំងជាមួយនឹង Hero Sicilian នេះតែម្ដងទាំងការប្រើ skill ទាំងការប្រើ mana បើលេងប៉ះ pro player ច្បាស់ជាគេថាឲ្យឬក៏គេ deal ឲ្យគេថាចំពាក់ស្បែកជើង mana ហើយពាក់សភៅទៀតអញ្ចឹងឲ្យគេគិតអីគិតទៅលើយើងសិនទៅចាំ late game ចាំឲ្យគេស្គាល់ច្បាស់ពី Hero Sicilian របស់យើងចូលមកដល់ item ទី3គឺ item Club of Destiny ឬក៏គ្នាយើងចំណាំហៅថា score គ្រាប់នឹងវាមានបូកដូចជា magic 45ត្រូវទៅលើប្រភេទ hero make ឈាម400និងបូក mana 400និង skill cooldown រហូតដល់ 10% បន្ថែមទៀតគឺល្អខ្លាំងសម្រាប់ hero ដែល farm stack ដូចជា hero Sicilian នេះតែម្ដងអញ្ចឹងសម្រាប់គ្នាយើងណាដៃថ្មី Sicilian អាចពាក់ score គ្រាប់នឹងពេញបានតែសម្រាប់ខ្ញុំធ្លាប់លេង Sicilian ច្រើន game ដែរអញ្ចឹងខ្ញុំអត់ពាក់ score គ្រាប់នឹងពេញទេខ្ញុំពាក់ត្រឹមតែ elegant gem នេះសិនបន្ទាប់ពីពាក់រួចហើយយើងទៅលក់ស្បែកជើង mana ចោលយើងពាក់ស្បែកជើង cooldown វិញម្ដងបន្ទាប់ពីបាន3 item រួចរាល់យើងពាក់ item ទី4គឺខ្ញុំពាក់ glow wing van ជា enemy ដឹងតែមានប្រភេទ hero តាន់ហើយលេង max តែអត់ build កាត់ឈាមគេមួយហ្នឹងដឹងតែគេ deal កប់មាត់ហើយអញ្ចឹង item goal របស់ខ្ញុំគឺមាន4នឹងជាមួយនឹង Hero Sicilian item ទី5និងទី6គ្នាយើងចង់ពាក់អីពាក់ទៅ Holy Crystal Blood Wing ឬក៏ Divine Glare តាមការយល់ឃើញរបស់អ្នកទាំងអស់គ្នាទៅអ្នកទាំងអស់គ្នាអាចសាក item ដែលមានស្បែកជើង cooldown និង super cooldown បានតើរវាង item Sicilian របស់អ្នកទាំងអស់គ្នានិង item Sicilian ដែលមានស្បែកជើងនិង super cooldown មួយណាសប្បាយជាងមួយណា farm stack បានលឿនជាង complete សាកល្បងទាំងអស់គ្នាណាហើយខ្ញុំក៏សូមខន្តីអភ័យទោសពីសំណាក់ pro player របស់ Sicilian ផងដោយសារតែខ្ញុំមិនមែនជា pro player ឬក៏ player Sicilian អីទេគាត់ថាខ្ញុំធ្លាប់លេង item បែបណាសប្បាយខ្ញុំយកមកចែកម្លែកទៅកាន់គ្នាយើងបន្តទៀតអញ្ចឹងណាហើយវីដេអូនេះក៏ឈានដល់ទីបញ្ចប់ហើយដែរអរគុណសម្រាប់ការតាមដានទស្សនាពីដើមរហូតដល់ចប់ពីចុងក្រោយគ្មានអ្វីក្រៅពីពាក្យថាជូនពរអ្នកនរគ្នាសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយ